របៀបបង្កើត customer ឬអតិថិជននៅក្នុងប្រព័ន្ធ Maxu ទី1សូមចូលទៅកាន់មុខងារ Accounting បន្តមកទៀតធ្វើការ select លើ Customer ហើយជ្រើសរើសយក Customer សូមចុចលើប៊ូតុង Create ដើម្បីបង្កើតអតិថិជនថ្មីសូមធ្វើការជ្រើសរើសប្រភេទអតិថិជនថាតើអតិថិជនជាប្រភេទបុគ្គលឬជាប្រភេទក្រុមហ៊ុនសម្រាប់បុគ្គលសូមធ្វើការជ្រើសរើសយក Individual សម្រាប់ក្រុមហ៊ុនសូមធ្វើការជ្រើសរើសយក Company បន្ទាប់មកសូមធ្វើការវិបញ្ចូលឈ្មោះជាភាសាអង់គ្លេសហើយនិងភាសាខ្មែរប្រសិនបើអតិថិជនជា supplier របស់អ្នកដែរសូមធ្វើការ select យក vendor សូមចុចលើ icon edit ដើម្បីធ្វើការបញ្ចូលរូបភាពក្នុងករណីមិនចាំបាច់សូមធ្វើការរំលង scroll មកផ្នែកខាងក្រោមដើម្បីធ្វើការវិបញ្ចូលអាសយដ្ឋានសម្រាប់អាសយដ្ឋានទី1សូមធ្វើការវិបញ្ចូលជាភាសាខ្មែរអាសយដ្ឋានទី2សូមធ្វើការវិបញ្ចូលជាភាសាអង់គ្លេសបន្ទាប់មកសូមធ្វើការ select យកប្រទេសជំហានបន្ទាប់សូមធ្វើការវិបញ្ចូលព័ត៌មានទំនាក់ទំនងផ្សេងៗសម្រាប់ព័ត៌មានមិនចាំបាច់សូមធ្វើការរំលងបន្ទាប់មកសូមធ្វើការបញ្ចូលព័ត៌មានពន្ធក្នុងករណីអតិថិជនមានកាតព្វកិច្ចបង់ពន្ធបន្ទាប់មកសូមធ្វើការវិបញ្ចូលលេខសម្គាល់អតិថិជនរួចជាការស្រេចជំហានចុងក្រោយសូមធ្វើការចុចលើប៊ូតុង Save ដើម្បីបង្កើតអតិថិជន